ស្ដីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមករៀនបងប្អូនអំពីការបង្កើតតន្ត្រីនៅក្នុងSuno AI អញ្ចឹងដំបូងមកយើងចូលមក Suno មកវាមានពាក្យ lyric ហើយវាមានពាក្យ style ខាងក្រោមតែដំបូងនេះខ្ញុំចង់ឲ្យបងប្អូនបង្កើតពីតន្ត្រីសុទ្ធសិនអញ្ចឹងយើងចូលទៅ ChatGPT ហើយយើងទៅ say prompt មកមានន័យថា write for me relax song អីចឹងណាឬក៏ piano music អីចឹងទៅស្អីហើយយើងចុចព្រួញenter ទៅហើយចាប់ហើយយើង enter ទៅនេះហើយយើងទៅ say ទៅ music piano prompt អីចឹងនេះឥឡូវ prompt វាមកហើយយើង copy មកអញ្ចឹងទៅបន្ទាប់មកយើងទៅផាសនៅ Suno យើងផាសកន្លែង style ហ្នឹងគឺវា music សុទ្ធណាហើយបងប្អូនត្រូវផាសចូលកន្លែងហ្នឹងហើយចុចពាក្យ create ហើយកន្លែង advanced ហ្នឹងយើងចូលទៅ advanced សិនយើងយក50ហ្នឹងមកហើយបន្តមកក្រោមមកយើងដាក់ចំណងជើងមកដើម្បីឲ្យស្រួលចំណាំបទចម្រៀងយើងអញ្ចឹងណាហើយដាក់ piano relax អញ្ចឹងទៅហើយបន្តមកយើងចុចcreate ហើយវាឲ្យយើងរងចាំបាទឃើញរីរំទៀតនៅក្នុង Suno អញ្ចឹងខ្ញុំចុចមកនេះអាសញ្ញាត្រេបញ្ឈរប្រមាណនេះដើម្បីពិនិត្យឲ្យបទភ្លេងយើងវាកំពុង regenerate ហើយចាំវាបន្តិចអូខេបាននេះយើងបានហើយយើងបាន music យើងហើយយើងចុច play មកplay ស្ដាប់មកពេញចិត្តអីមិនពេញចិត្តអីយើងអាច generate ភាសាទៀតអញ្ចឹងណាប្រើ prompt ដែរអីដែរតែវាដូរ style ឲ្យយើងអញ្ចឹងអានេះយើងបាន play ហ្នឹងហើយបើសិនជាបងប្អូនចង់បាន lyric អញ្ចឹងបងប្អូនចូលទៅ ChatGPT ទៀតមកបងប្អូនទៅ say lyric ចូលទៅបទអីគេដែលបងប្អូនចង់បាននៅក្នុងនេះខ្ញុំសរសេរ write me lyric មានន័យថាបទចម្រៀងអត្ថបទចម្រៀងណាអញ្ចឹងអំពីជីវិតដែល stress អីអញ្ចឹងណាlyric of នេះstress អីអញ្ចឹងទៅឬក៏ life stress អីអញ្ចឹងណាហ្នឹងហើយយើងទៅសេមក life stress យ៉ាហើយចុចសញ្ញាព្រួញ enter ចូលទៅវាចាប់ផ្ដើម load មកយើងអស់មកក្រោមមើល lyric វាចប់នេះដល់ពាក្យ outro អីអញ្ចឹងណា outro យើង copy ពី outro ឡើងទៅលើរហូតមកបន្ទាប់មកយើង copy យើងអូសទៅសិនយើង copy ទាំងអស់ហ្នឹងមកយើងយកមក pass នៅក្នុងនេះក្នុង Suno នេះហើយបន្ទាប់មកបងប្អូនចុចទៅលើបទភ្លេងដែលយើងបាន generate ហើយអញ្ចឹងណាចុចកន្លែងចំណងជើងខាងក្រោមកន្លែងចុច play មិនហ្នឹងហើយចុចពាក្យត្រេ3នេះត្រេ3ហ្នឹងបងប្អូនមើលពាក្យ remix cover អញ្ចឹងចុចនៅលើកន្លែងហ្នឹងមានពាក្យ advanced នៅខាងឆ្វេងដៃចុចមកបងប្អូនផាស lyric ដែលយើងទៅសេក្នុង ChatGPT ហើយហ្នឹងហើយវាមកយើងអូសមកក្រោមមើលមានអីសេរីទៀតទេអានេះវាឲ្យសេរីទេព្រោះយើង play sample យើងមានហើយអញ្ចឹងយើងចុចពាក្យ create មកណាចុចពាក្យ create ហើយចាំវាមកសន្ទុះព្រោះលបឿនតាមអ៊ីនធឺណិតបងប្អូននេះណាអ៊ីនធឺណិតបងប្អូនមេតូចអាហ្នឹងយឺតតាមហ្នឹងមេធំលឿនតាមហ្នឹងអញ្ចឹងណាអ៊ីនធឺណិតបាទនេះហើយនេះអញ្ចឹងយើងថា play មកបាទកន្លែងនេះយើងថា play មកនេះបាន generate មកហើយមាន lyric យើងស្ដាប់ប្រូជំនាញ stress ហើយវីដេអូបន្តខ្ញុំនឹងធ្វើវីដេអូលក្ខណៈ Woke up with a weight on my chest again តែនេះខ្ញុំបង្ហាញអ្នកនរគ្នានៅក្នុងទូរស័ព្ទសិនដើម្បី
តើគ្នាបើអត់មានកុំព្យូទ័រទេអ្នកទាំងអស់គ្នាគ្រាន់តែmake fun អីចឹងណាហើយបន្ទាប់មកយើងទៅរក file របស់យើង download បាទឥឡូវប័ណ្ណភ្លេងយើងហើយយើង download មកបងប្អូនចុចទៅលើត្រាក់ចម្រៀងរបស់យើងណាចុចមកចុចលើហ្នឹងមកវាមានចុចញ៉ាំសញ្ញា play ឬ play នៅខាងក្រោមមកចុចលើចំណងជើងមកហើយយើងមានពាក្យត្រី3ក្រោម share ហ្នឹងចុចមកអូសមកក្រោមមកមានពាក្យ share download song ពេលយើង download song ទៅរួចទៅយើង save ទៅក្នុង file ទៅ Android save នៅក្នុង drive បងប្អូនតាមហ្នឹងណាអានេះនៅក្នុង iPhone ហើយអញ្ចឹង save ពាក្យ file ចុចពាក្យ file មកហើយបងប្អូននេះមក save នៅក្នុងហ្នឹងមកជាការស្រេចហើយយកទៅប្រើប្រាស់បានអរគុណហើយបងប្អូនដែលមិនទាន់បានចុច follow ហើយ subscribe channel របស់ខ្ញុំសូមជួយចុច subscribe ខ្ញុំនឹងមានវីដេអូថ្មីចែករំលែកទាំងវីដេអូ AI ទាំងពីតន្ត្រីផងដែរអូខេសូមអរគុណ